ពេលត្រឹមតែ1ឆ្នាំដើម្បីកែប្រែខ្លួនឯងឡើងវិញរាល់ថ្ងៃបង្កើតទំនួលល្អហើយធ្វើវាឲ្យជាប់លាប់គេងឲ្យបានគ្រប់គ្រាន់ញ៉ាំឲ្យបានគ្រប់គ្រាន់តែមានជីវជាតិធ្វើការឲ្យមានវិន័យមនុស្សតែកាលណាបើគ្មានវិន័យទេមិនអាចនឹងកែប្រែខ្លួនឯងបានទេរស់នៅត្រូវពឹងទៅលើវិន័យបើគ្មានវិន័យហាក់បីដូចជាក្របីអត់កណ្ដោះចឹងមួយសប្តាហ៍ម្ដងបោសសម្អាតផ្ទះយើងឲ្យស្អាតធ្វើម្ហូបញ៉ាំគ្រួសារជាមួយនឹងអ្នកផ្ទះបងប្អូនឪពុកម្ដាយចេញពីផ្ទះដើរលេងកម្សាន្តឲ្យបានច្រើនបន្តិចកុំនៅតែក្នុងផ្ទះពេកដើរនៅខាងក្រៅឲ្យឃើញពីបរិយាកាសខាងក្រៅសង្គមខាងក្រៅការរស់នៅខាងក្រៅថាតើគេរស់នៅបែបម៉េចយើងរស់នៅបែបម៉េចចូលមកផ្ទះវិញរៀនស្វះស្វែងសល់ពេលវេលាអានសៀវភៅឲ្យបានច្រើនស្ដាប់ផ្នត់គំនិតថ្មីដើម្បីបំពេញនៅក្នុងជីវិតរបស់យើងជីវិតនេះត្រូវការនៅចំណេះដឹងត្រូវការនៅការអភិវឌ្ឍត្រូវការទៅមុខជានិច្ចមិននៅជាដដែលទៀតទេរកមើលអត្ថបទណាដែលល្អរកមើលវីដេអូណាដែលល្អកត់វាទុកឬមួយក៏សៀវទុកសម្រាប់ស្ដាប់នៅក្នុងពេលក្រោយធ្វើវាក្នុងមួយខែម្ដងរៀបចំផ្ទះសម្បែងបោះចោលរបស់ដែលមិនប្រើប្រាស់មើលសម្ភារៈនៅក្នុងផ្ទះរបស់យើងទាំងអស់មួយណាដែលថាប្រើបានយើងសម្អាតហើយយកវាមកទុកមួយណាដែលលែងប្រើការហើយយកវាទៅបោះចោលនៅក្នុងសម្រាមសម្អាតចាប់តាំងពីក្រែដេកកន្លែងយឺននៅកន្លែងទុកបាយកន្លែងទទួលភ្ញៀវនៅក្នុងបរិវេណជុំវិញផ្ទះរបស់យើងត្រូវតែសម្អាតវាឲ្យស្អាតរៀងរាល់ក្នុងមួយខែម្ដងរបស់ដែលមិនប្រើប្រាស់ត្រូវតែយកទៅបោះចោលមិនត្រឹមតែប៉ុណ្ណោះមានពេលមានវេលាត្រូវតែរៀនជំនាញថ្មីដើម្បីអភិវឌ្ឍខ្លួនឯងតទៅថ្ងៃមុខទៀតជំនាញណាដែលល្អជំនាញណាដែលប្រសើរជំនាញណាដែលជួយឲ្យជីវិតរបស់យើងរឹងរឹតតែកើតឡើងនៅគំនិតថ្មីយើងរៀនវាបន្ថែមទៀតជីវិតនេះมันអាចរស់នៅជាដដែលតិចបានទេពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំមិនចាំយើងទៀតទេដូច្នេះត្រូវតែស្វះស្វែងរៀននៅជំនាញអ្វីដែលថ្មីបន្ទាប់មកយើងរៀនបូកសរុបនៅរបាយការណ៍ប្រចាំថ្ងៃប្រចាំខែប្រចាំឆ្នាំបូកសមិទ្ធផលទាំងឡាយណាដែលយើងបានធ្វើនៅក្នុងផ្ទះនៅកន្លែងការងារហើយថែមទាំងប្រាក់ចំណូលចំណាយរបស់យើងមិនត្រឹមតែប៉ុណ្ណោះបូករួមទាំងសមត្ថភាពដែលយើងរកបានក្នុងរយៈពេលមួយខែឬក៏មួយឆ្នាំតើយើងបានសម្រេចនៅសមិទ្ធផលអ្វីខ្លះដើម្បីឲ្យខ្លួននឹងអភិវឌ្ឍតទៅមុខទៀតសង្គមជាតិសពថ្ងៃគេកំពុងតែអភិវឌ្ឍជារឿយៗទៅហើយស្ថាប័ននីមួយៗគេកំពុងតែអភិវឌ្ឍទៅហើយពិភពលោកនេះគេកំពុងតែធ្វើដំណើរទៅមុខហើយចុះខ្លួនឯងតើមានបានអភិវឌ្ឍខ្លួនឯងដែរឬទេ
បានអភិវឌ្ឍសមត្ថភាពខ្លួនឯងដាក់នៅក្នុងខ្លួនដែរទេកុំរស់នៅដដែលជាដដែលរស់នៅត្រូវតែទៅមុខជានិច្ចពេលវេលាមិនចាំយើងទៀតទេគ្មាននរណាម្នាក់មករងចាំយើងទៀតទេមិនថាតែក្រុមគ្រួសារឪពុកម្ដាយមនុស្សជាទីស្រឡាញ់កូនជាទីស្រឡាញ់ចាប់តាំងអំពីថ្ងៃដែលយើងជួបគ្នាមិនដឹងថ្ងៃណាយើងនឹងបែកបាក់គ្នាទៀតទេមិនដឹងជាយើងទៅចោលគេឬមកក៏គេទៅចោលយើងដូច្នេះត្រូវរៀនស្វាស្វែងបូកសរុបប្រចាំខែឲ្យបានល្អមួយឆ្នាំធ្វើវាម្ដងទី1កំណត់គោលដៅរបស់យើងឲ្យល្អគោលដៅនៅក្នុងជីវិតរបស់យើងគឺជារឿងដែលសំខាន់សម្រាប់ឲ្យជីវិតនេះតទៅមុខទៀតហើយហ៊ានដើរចេញទៅខាងក្រៅទៅមើលជំនាញទៅមើលសង្គមខាងក្រៅគេរស់នៅរបស់បែបនេះបន្តមកមើលហើយមើលរបស់ណាដែលល្អទិញរបស់ដែលល្អជូនខ្លួនឯងនេះជាកាដូសម្រាប់ខ្លួនឯងនៅក្នុងថ្ងៃដែលយើងបានខំប្រឹងប្រែងកាលពីពេលកន្លងមកកាដូមិនចាំបាច់តតែមានអ្នកដទៃឯណាគេទិញឲ្យនោះទេខ្លួនឯងទិញឲ្យខ្លួនឯងរៀនលើកទឹកចិត្តខ្លួនឯងរៀនធ្វើវាដោយខ្លួនឯងកុំរំពឹងទៅលើអ្នកដទៃអ្នកដទៃគេមានកិច្ចការរបស់គេច្រើនណាស់រំពឹងតែអ្នកដទៃជីវិតរបស់យើងមិនអាចនឹងជួបនៅរបស់ដែរជាខ្លួនឯងទេគឺរបស់ដែលបានមកពីអ្នកដទៃទាំងអស់ដូច្នេះត្រូវទិញកាដូសម្រាប់ខ្លួនឯងបន្តមករៀនពិនិត្យមើលសុខភាពសម្រាប់ខ្លួនឯងតាមដានវាថែរក្សាខ្លួនរៀនស្រឡាញ់ខ្លួនឯងដៃជើងរាងកាយអវយវៈទាំងអស់គឺត្រូវតែថែរក្សាសុខភាពផ្លូវចិត្តវាល្អយើងក៏អាចរស់នៅបានយូរសុខភាពផ្លូវកាយវាល្អយើងក៏អាចរស់នៅបានយូរដែរដូច្នេះយ៉ាងហោចណាស់មួយឆ្នាំត្រូវតែពិនិត្យសុខភាពខ្លួនឯងម្ដងដែរមួយឆ្នាំត្រូវតែទិញកាដូសម្រាប់ខ្លួនឯងម្ដងដែរមួយឆ្នាំត្រូវតែកំណត់គោលដៅសម្រាប់ខ្លួនឯងផងដែរបន្តមករឿងអ្វីដែលល្អល្អសម្រាប់ខ្លួនឯងយើងរៀនធ្វើទៅកុំទុកឲ្យពេលវេលាដែលហួសទៅឥតប្រយោជន៍មិនបានធ្វើអ្វីសម្រាប់ខ្លួនឯងទី1ធ្វើសម្រាប់ខ្លួនឯងហើយរៀនធ្វើសម្រាប់មនុស្សជាទីស្រឡាញ់មានលោកឪពុកអ្នកម្ដាយក្រុមគ្រួសារមនុស្សជាទីស្រឡាញ់បុត្ររបស់យើងត្រូវតែធ្វើវាជារាយមិនអាចខកខានក្នុងពេលវេលាណាមួយទេកុំសប្បាយរហូតដល់ភ្លេចខ្លួនកុំធ្វើការរហូតដល់ភ្លេចខ្លួនកុំការទុករហូតដល់ភ្លេចខ្លួនជីវិតនេះអ្នកជាអ្នកកំណត់មិនមែនអ្នកណាមកកំណត់អ្នកឡើយ